ธิบรรทได้ពេលនោះสัตว์ឆ្កែទាំងអស់នោះក៏បានព្រុសបូករួមនឹងសំឡេងលូរបស់វាគួរឲ្យខ្លាចនិងរំខានដល់ការសមាធិរបស់គេពេលនេះរឿងរ៉ាវដែលគួរភ្ញាក់ផ្អើលក៏បានកើតឡើងខ្សែកដែលពាក់នឹងករបស់ចៅនេតក៏ចាប់ផ្ដើមចេញពន្លឺហើយពេលនោះក៏លេចចេញនៅព្រាយជុកព្រៃចេញរឿងរ៉ាវបានកើតឡើងនៅខេត្តកំពង់ស្ពឺអំឡុងឆ្នាំ1986ស្ថិតនៅលើភ្នំអូរ៉ាល់ដែលនៅសម័យនោះមានភូមិតូចមួយដែលស្ថិតនៅក្បែរជើងភ្នំអូរ៉ាល់តែម្ដងហើយនៅភូមិនោះក៏មានបងប្អូនប្រជាអ្នកភូមិរស់នៅប្រហែលជា20ទៅ30គ្រួសារតែប៉ុណ្ណោះដោយហេតុតែពេលនោះប្រទេសជាតិក៏ទើបតែរួចផុតពីសង្គ្រាមនោះទើបមានបងប្អូនខ្មែរប្រមូលផ្ដុំគ្នារស់នៅបង្កើតជាភូមិតូចហើយពិសេសគឺពួកគាត់ភាគច្រើនរស់នៅក្បែរតំបន់ព្រៃភ្នំក៏ព្រោះតែវាជាការងាយស្រួលក្នុងការបរបាញ់សត្វដើម្បីចិញ្ចឹមជីវិតនិងរករបស់ព្រៃអាចជួយពួកគាត់ដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរលោកអ៊ំលោកគាត់គឺជាព្រានពេចំណាស់និងស្ទាត់ជំនាញក្នុងការដើរព្រៃថែមទាំងស្គាល់នៅរុក្ខជាតិដែលអាចធ្វើជាថ្នាំបានផងដែរហើយលោកអ៊ំលោកគាត់ក៏តែងតែចូលព្រៃប្រមាញ់សត្វយកទៅលក់នៅឯភូមិផ្សេងហើយនៅសម័យនោះភាគច្រើនគេក៏ដោះដូរដោយអង្ករឬសម្ភារៈប្រើប្រាស់ក៏ដូចជាមានអំបិលទឹកត្រីឬក៏ទឹកស៊ីអ៊ីវយកមកដូរនឹងសាច់របស់គាត់ជំនួសដោយការចាយប្រាក់ផងដែរហើយរាល់ពេលដែលអ៊ំលោកចូលព្រៃឡើងភ្នំនោះគាត់ក៏តែងទៅជាមួយនឹងបុរសម្នាក់ដែលគេមានឈ្មោះថាមុតហើយនៃមុតនេះគេក៏តែងតែចូលព្រៃជាមួយអ៊ំលោកនឹងត្រូវសម្រាកក្នុងព្រៃពី2ទៅ3ថ្ងៃក៏មានយ៉ាងមិនឲ្យអាមុតសាច់ដែលរកបានឯងប្រឡាក់អស់ឬនៅគួរតែគិតគូរខ្លះហើយឬក៏យ៉ាងម៉េចអូអ៊ំខ្ញុំមកនេះគឺចង់មកបបួលអ៊ំឡើងភ្នំនោះឯងចុះសាច់ប្រឡាក់អ៊ំអស់ហើយឬនៅអូនៅទេអ៊ំស្រីឯងគេកំពុងតែហាលនៅខាងក្រោយផ្ទះឯណោះហើយថ្ងៃបន្តិចក៏នឹងយកវាទៅលក់នៅតាមភូមិយើងនេះឯងនៅពេលដែលនាយមុតព្រមទាំងអ៊ំលោកកំពុងតែឈរនិយាយគ្នានោះក៏ស្រាប់តែពេលនោះមានបរិសុទ្ធចំណាំម្នាក់កំពុងតែដើរសម្ដៅមករកពួកគាត់តើមានការអីមានទេលោកបងបានជិះមកផ្ទះខ្ញុំទាំងព្រឹកមែនហើយគឺមានរឿងបន្តិចបន្តួចនិយាយជាមួយលោកបងទៅមកទាំងព្រឹកបែបនេះព្រោះខ្លាចថ្ងៃបន្តិចគេលោលោកបងមិននៅតែឥឡូវមកបានជួបទាំងអាមុតទៀតគឺពិតជាល្អណាស់មានរឿងអីទៅលោកអ៊ំមេភូមិបានជាពាក់ព័ន្ធនឹងខ្ញុំដែរនោះមែនហើយលោកបងមានរឿងអីក៏ឆាប់និយាយមកពួកខ្ញុំចាំស្ដាប់ពេលនោះលោកមេភូមិគាត់ក៏បាននិយាយពីតម្រូវការសត្វព្រៃចំនួន4ទៅ5ក្បាលដើម្បីធ្វើជាម្ហូបក្នុងពិធីមង្គលការកូនស្រីមិត្តភ័ក្តិរបស់គាត់ដែលជាអ្នកមានធូរធាននោះអូអញ្ចឹងទេលោកបងប៉ុន្មានថ្ងៃមុននេះមិត្តរបស់ខ្ញុំដែលគេក៏ជាអ្នកទូធាម្នាក់ដែរនៅភូមិក្បែរខាងយើងនេះគេបានប្រាប់ខ្ញុំថា5ថ្ងៃខាងមុខនេះកូនស្រីគេរៀបការដូច្នេះគេក៏ចង់បានសត្វសាច់ព្រៃដែរហើយគេក៏ប្រាប់ខ្ញុំនឹងពឹងពាក់ខ្ញុំឲ្យមកនិយាយជាមួយលោកបងព្រោះថាគេស្គាល់លោកបងដោយសារតែលោកបងក៏ធ្លាប់ទៅលក់សាច់នៅភូមិរបស់គេដែរតាមពិតទៅជ្រូកគោមន់ទីអីនោះគេក៏បានទិញរួចហើយប៉ុន្តែគេក៏ចង់បានសត្វព្រៃ4-5ក្បាលបន្ថែមបើអ្នកទាំងពីររកបានក៏បានបើមិនបានក៏មិនអីនោះដែរឥឡូវនេះខ្ញុំត្រឡប់ទៅផ្ទះវិញសិនហើយអ្នកទាំងពីរគិតគ្នាសិនចុះបើសិនជាព្រមក៏ទៅប្រាប់ខ្ញុំវិញចុះក្រោយពីបានស្ដាប់ការនិយាយរបស់លោកមេភូមិរួចពេលនោះលោកអ៊ំលោកនិងនាយមុតក៏បានគិតគ្នាថាគួរព្រមទទួលភារកិច្ចនេះដែរឬអត់ព្រោះថាបើសិនជាបានគាត់ក៏ទទួលបានប្រាក់យ៉ាងច្រើនផងដែរហើយណាមួយលោកមេភូមិគាត់ក៏ជាអ្នកមករកពួកគាត់ទាំងពីរដោយផ្ទាល់ទៀតផងយ៉ាងមិនដែរលោកអ៊ំទៅរកសត្វឯណា 4-5 ក្បាលនោះបើថ្ងៃខ្លះដេកព្រីពីយប់មិនបានមួយក្បាលផងក្រោយពីបានលឺនាយមុតសួរមកកាន់គាត់បែបនេះគាត់ក៏បានគិតមួយសន្ទុះហើយក៏និយាយថាមិនពិបាកទេ 4-5 ក្បាលនោះសំខាន់ឲ្យតែឯងហ៊ាន
និយាយបែបនេះមានន័យថាមិនខ្ញុំដូចជាមិនយល់និយាយសោះឯងនៅចាំទេពីកន្លែងដែលយើងធ្លាប់និយាយប្រាប់ឯងនោះហើយឯងតែងតែទូចចង់ទៅនោះមិនអីទេមិនមែនខ្ញុំទៅទៅជួលព្រៃឯណាអ្វីខ្ញុំដឹងស្ទើរតែទាំងអស់ហ្នឹងមិនបាច់បារម្ភទេតើស្គាល់កន្លែងនោះទេមិនសូវច្បាស់ទេព្រោះថាវេលាក៏កន្លងទៅយូរហើយដែរប៉ុន្តែមិនអីទេយើងគិតថាយើងអាចរកឃើញពេលដែលបានឮដូច្នេះទើបនេះមកគេដឹងថាបើចង់រកសត្វបានច្រើននោះគឺតើតែពួកគាត់ឡើងទៅរកខ្នាច់ព្រៃដែលស្ថិតនៅលើភ្នំអរ៉ាល់ដែលជាកន្លែងដែលលោកធ្លាប់បានស្គាល់និងធ្លាប់និយាយប្រាប់មកកាន់គេហើយទីនោះក៏ជាកន្លែងពោពេញទៅដោយគ្រោះថ្នាក់តែពេលនេះលោកគាត់ក៏យល់ព្រមឲ្យគេទៅដូច្នេះក៏ជាឱកាសដែលគេបានឃើញនៅអ្វីៗដែលគេចង់ឃើញកន្លងមកនៅវេលាថ្ងៃដដែលនោះលោកគាត់ក៏បានប្រាប់ឲ្យនិមន្តទៅប្រាប់លោកមេភូមិពីការយល់ព្រមរបស់គាត់ទាំងពីរហើយថ្ងៃនោះពួកគាត់ក៏បានរៀបចំត្រៀមនូវសម្ភារៈរួចជាស្រេចលុះដល់ស្អែកឡើងព្រានទាំងពីរក៏បានរៀបចំខ្លួនដើម្បីឡើងទៅលើភ្នំដែលមានសម្ភារៈដូចជាពួកគាត់ចូលព្រៃដូចជាធម្មតាកាលដែលបានរៀបចំខ្លួនរួចរាល់អស់ហើយនោះពួកគាត់ក៏ប្រញាប់ប្រញាល់ឡើងភ្នំពីព្រឹកព្រលឹមព្រោះថាគោលដៅដែលពួកគាត់ទៅក៏ចូលព្រៃជ្រៅជាងរាល់ដងដែលពួកគាត់មកប្រមាញ់សត្វកន្លងមកតើស្គាល់កន្លែងនោះទេមិនសូវច្បាស់ទេព្រោះថាវេលាក៏កន្លងទៅយូរហើយដែរប៉ុន្តែមិនអីទេយើងគិតថាយើងអាចរកឃើញដើរបណ្ដានិយាយគ្នាបណ្ដាអ្នកទាំងពីរចំណាយពេលអស់កន្លះថ្ងៃក៏នៅតែមិនទាន់បានទៅដល់កន្លែងដែលពួកគាត់បានរកនោះទេប៉ុន្តែពេលដែលអ្នកទាំងពីរដើរកាន់តែយូរទៅលោកក៏មានអារម្មណ៍ថាដូចជាវង្វេងព្រៃនេះបាត់ទៅហើយនោះក៏ព្រោះតែពួកគាត់ដើរចុះឡើងដែលផ្ដោតអារម្មណ៍ទៅលើខ្នាតព្រៃនោះមើលទៅដូចជាមិនស្រួលទេអាមុតយើងរវល់តែផ្ដោតអារម្មណ៍រកនឹកពីកន្លែងខ្នាច់នោះក៏ដល់ឡើងវល់ពេញនេះទៅហើយអញ្ចឹងគិតធ្វើយ៉ាងម៉េចទៀតទេមិនអីទេរកមើលកន្លែងសម្រាប់នៅទីនេះហើយឲ្យរៀងស្លាស់មុខបន្តិចបើរវល់តែដើរចូលដើរឡើងនោះមិនកើតទេមេឃងឹតឡើងហើយថាហើយអ្នកទាំងពីរក៏បានរៀបចំខ្លួននិងបោះធ្នាក់សម្រាប់នៅលើដើមឈើធំមួយនៅយប់នេះហើយធ្នាក់ដែលពួកគាត់បានបោះនោះក៏មានលក្ខណៈមិនសូវមាំទាំប៉ុន្មាននោះទេគឺថាធ្វើឲ្យតែបានសម្រាប់នៅយប់នេះតែប៉ុណ្ណោះយប់នោះអ្នកទាំងពីរក៏បានបដូរវេនគ្នាសម្រាប់ម្នាក់ម្ដងដោយពេលនោះនេះមុតគេគឺជាអ្នកដេកមុនចំណែកលោកគាត់ក៏អង្គុយយាមដោយជក់បារីស្លឹកសង្កែលើធ្នាក់យ៉ាងស្ងៀមស្ងាត់ឈឹងស្មឹងស្មាតរងនឹកពីកន្លែងដែលជាខ្នាច់ព្រៃដែលពួកគាត់កំពុងតែតាមរកនោះហើយក៏ដូចជាអ្វីដែលគាត់បានរំពឹងទុកពិតមែនដោយគាត់បានសម្លឹងមើលទៅតំបន់ព្រៃនេះនិងសម្លឹងមើលទៅភ្នំក៏នឹកឃើញថាតាមពិតខ្នាច់ព្រៃដែលពួកគាត់កំពុងតាមរកនោះក៏នៅមិនឆ្ងាយពីទីនេះប៉ុន្មាននោះទេយប់កណ្ដាលអាធ្រាត្រព្រះខែរះពេញវងមូលក្រឡង់ចំពីលើអ្នកទាំងពីរដែលសម្រាកនៅលើធ្នាក់កណ្ដាលព្រៃដែលវេលានោះក៏ជាពេលដែលបដូរវេនឲ្យនិមត្តគេជាអ្នកយាមចំណែកលោកគាត់គឺជាអ្នកសម្រានម្ដងនិមត្តអង្គុយលើធ្នាក់អើតឆ្វេងអើតស្ដាំសម្លឹងមើលជុំវិញបរិវេណព្រៃដូចជាធម្មតាមិនខុសពីទម្លាប់រាល់ដងក្រោយពីអង្គុយសម្លឹងមិនយូរប៉ុន្មានរឿងរ៉ាវចម្លែកក៏បានកើតឡើងគឺថាពេលនោះក៏ស្រាប់តែមានមនុស្សចាស់ម្នាក់ដើរសម្ដៅមករកគេ
រួចក៏จึงអល់មុខមកកាន់គេហើយក៏បាននិយាយទៅកាន់គេថា ឆាប់ចេញពីទីនេះភ្លាមទៅឆាប់ចេញទៅ គ្រាន់តែបាននិយាយរួចភ្លាមបុរសចំណាស់ម្នាក់នោះក៏បានដើរត្រឡប់ទៅវិញហើយក៏រលាយបាត់រូបរាងភ្លាមតែម្ដងនេះមុតក្រោយពីបានជួបហេតុការណ៍ចម្លែកបែបនេះគេក៏បានត្រឹមតែផិតភ័យនិងអង្គុយឆ្ងល់ថាគេកំពុងតែបានជួបនឹងអ្វីឬក៏គេរវើរវាយដោយសារតែគេអស់កម្លាំងពីការធ្វើដំណើរឡើងភ្នំនេះបន្ទាប់ពីបានជួបហេតុការណ៍បែបនេះរួចយប់នោះក៏មិនបានឃើញមានរឿងអ្វីចម្លែកកើតឡើងបន្តទៀតនោះទេលុះដល់ព្រឹកឡើងនេះមុតគេក៏មិនបាននិយាយអ្វីប្រាប់ទៅកាន់អ៊ំលោកនោះទេព្រោះបើអ៊ំលោកដឹងក៏ខ្លាចគាត់ផ្លាស់ប្ដូរចិត្តអដំណើរនឹងត្រឡប់ទៅកាន់ភូមិវិញយីដើរម៉ាត់ដូចជាច្បាស់ផ្លូវជាងម្សិលមិញអ៊ំកុំសួរច្រើនដើរតាមតែយើងមកដែលបណ្ដានិយាយគ្នាបណ្ដាមិនយូរប៉ុន្មានពួកគាត់ក៏បានទៅដល់កន្លែងមួយដែលមានទឹកមួយថ្លុកធំល្មមដែរមានសភាពទឹកថ្លុកនោះឡើងខ្មៅហើយថែមទាំងមានមេឃឈើងាប់នៅក្នុងនោះទៀតផងហើយអ្វីដែលនេះមុតចាប់អារម្មណ៍នោះក៏មានស្នាមដានជើងសត្វដើរឡើងសឹកនៅជុំវិញបរិវេណនោះហើយនេះទើបគេដឹងថានេះគឺជាខ្នាចព្រៃមកដល់ហើយនេះហើយជាកន្លែងដែលយើងរកនោះទឹកដីព្រៃនៅម្ដុំនេះមិនធម្មតាដូចជាកន្លែងមុនដែលឯងធ្លាប់ចូលនោះទេឆាប់ប្រញាប់បោះគ្នាឲ្យបានលឿនទៅមុនថ្ងៃលិចនិយាយរួចអ្នកទាំងពីរដែលជាព្រានព្រៃធ្លាប់ចូលព្រៃច្រើនដងរាប់មិនអស់ដែលមានជំនាញក្នុងការបោះធ្នាក់យ៉ាងស្ទាត់ជំនាញផងនោះពួកគាត់ក៏ចាប់ផ្ដើមកិច្ចការងាររបស់គាត់ដូចជាទម្លាប់ចូលព្រៃរាល់ដងនៅកណ្ដាលព្រៃលើភ្នំអរ៉ាល់ពេលនោះថ្ងៃក៏ចាប់ផ្ដើមរៀបលិចហើយពេលយប់ក៏បានខិតចិត្តចូលមកដល់ហើយពេលនោះប្រហែលជាម៉ោង5ល្ងាចអ្នកទាំងពីរក៏បានសាងសង់ផ្ទះរួចរាល់ហើយមើលទៅផ្ទះមួយនេះក៏មានលក្ខណៈមុំទាំខុសពីផ្ទះដែលពួកគាត់បានបោះរាល់ដងហើយពួកគាត់ក៏បានយកមែកឈើដែលមានស្លឹកឈើច្រើនមកដាក់នៅលើផ្ទះចំពីមុខរបស់ពួកគាត់ដើម្បីបិទបាំងមិនឲ្យសត្វដែលមកផឹកទឹកខ្នាចនេះមើលឃើញពួកគាត់នោះទេมันមានអ្នកណាគេស្គាល់ពីកន្លែងខ្នាចនេះក្រៅពីអ៊ំទេអីបានជាមានអ្នកណាគេមកមិនមែនមានតែយើងទេដែលធ្លាប់ដើរប្រទេសក្នុងទឹកខ្នាចនេះនោះមានព្រាមព្រៃច្រើនដែលគេធ្លាប់ដើរមកប្រទេសទឹកខ្នាចនេះតែអាចថាគេមិនហ៊ានយកជីវិតគេមកប្រថុយក៏ថាបានខ្នាចព្រៃនេះមិនមែនជាទៅដើរជួបនោះទេហើយអ្នកដែលបានប្រទេសនឹងវាគេក៏មិនសប្បាយអរប៉ុន្មានដែរមានតែព្រាមព្រៃចាស់ដែលគេស្គាល់នឹងជាអាគមការពីខ្លួនគេទេទើបគេហ៊ាននៅនោះអូយើងវានឹងពេចប្រាប់ឯងទៅហើយយប់នេះមិនចាំបាច់បាញ់សត្វនោះទេចាំព្រឹកទាភ្លឺចាំបាញ់យប់នេះនៅលើធ្នាក់ចាំតែមើលទៅឯងអាចនឹងឃើញពីវគ្គចម្លែកដែលមិនធ្លាប់បានឃើញហើយណាមួយបើយើងបាញ់ទាំងយប់ក៏ខ្លាចទម្រាំដល់ព្រឹកសាច់វាស្អុយគ្រាន់តែបានស្ដាប់ការនិយាយរបស់អ៊ំលោកនេះមុតគេក៏បានដឹងថាច្បាស់ជាពោពេញទៅដោយគ្រោះថ្នាក់ជាមិនខានទោះបីជាគេមិនធ្លាប់មកប្រមាញ់នៅតំបន់ខ្នាចព្រៃបែបនេះក៏ដោយកណ្ដាលព្រៃនៅពេលល្ងាចព្រានទាំងពីរអង្គុយនិយាយលេងនៅលើធ្នាក់ពីរឿងមួយទៅរឿងមួយនិងបាននិយាយណែនាំហាម5រឿងខ្លះពីសំណាក់អ៊ំលោកទៅកាន់នីមុនពេលល្ងាចថ្ងៃលិចនៅក្នុងព្រៃក៏ចាប់ផ្ដើមងងឹតទៅនៅក្នុងព្រៃក៏ចាប់ផ្ដើមចុះអាប់កាន់តែខ្លាំងហើយពេលនោះក៏មានសត្វព្រៃតូចធំចាប់ផ្ដើមមកផឹកទឹកខ្នាចនោះហើយដោយដែលគាត់បាននិយាយថាគឺគាត់មិនទាន់ប្រមាញ់ទៅលើសត្វទាំងអស់នោះទេសត្វច្រើនណាស់មេឃកាន់តែងងឹតកណ្ដាលព្រៃលើភ្នំអរ៉ាល់ព្រានទាំងពីរអង្គុយលើធ្នាក់លើដើមឈើធំសម្លឹងទឹកខ្នាចដែលមានពពួកសត្វកំពុងតែផឹកទឹកនិងផ្លាស់ប្ដូរវេនគ្នាហាក់បីដូចជាពួកវាដឹងនៅពេលវេលារបស់ពួកវាដូច្នេះឯងកណ្ដាលយប់ស្ថានភាពនៅក្នុងព្រៃក៏កាន់តែត្រជាក់ធ្លាក់ខ្យល់បក់ផ្សែងអាប់ប្រសាទកាត់ស្មៅនិងដើមឈើតូចធំដែលធ្វើឲ្យទិដ្ឋភាពនៅពេលនោះគឺគួរឲ្យព្រឺព្រួយ
ហើយពេលនេះសំឡេងសត្វយំពេលរាត្រីក៏ចាប់ដើមបន្លឺសំឡេងឡើងទៅតាមទម្លាប់ធម្មតាតំបន់ព្រៃនេះចោលអាប់ខ្លាំងម្ល៉េះផ្សែងរសាត់ពេញទៅនេះដូចគេដុតភ្លើងហើយខ្យល់ក៏ចោលត្រជាក់ទៀតនៅពេលនោះអ៊ំលោកគាត់ក៏មិនបាននិយាយអ្វីនោះទេគាត់ក៏សំងំស្គីមឈឹងដល់សម្លឹងទៅកាន់បរិវេណទឹកខ្នាតនេះដែលយកចិត្តទុកដាក់ព្រោះគាត់ថាតំបន់ព្រៃនេះអាចមានរឿងរ៉ាវចម្លែកដែលគាត់នឹកស្មានមិនដល់អាចកើតឡើងបានគ្រប់ពេលខណៈពេលដែលគាត់កំពុងតែសម្លឹងនោះក៏ឃើញថាពេលនោះមានសត្វព្រៃនៅខាងក្រោមដែលកំពុងតែផឹកទឹកខ្នាតនោះបានផ្អើលរត់ចេញពីទីនោះដូចជាបានដឹងនៅពេលវាអ្វីមួយយ៉ាងកំពុងតែបានជិតចូលមកដល់ដូច្នេះឯងពេលនោះសំឡេងសម្រាប់ជើងដើរបូករួមនឹងសំឡេងក្រហមដែលធ្វើឲ្យព្រានទាំងពីរដឹងច្បាស់ថាប្រកាសជាសត្វខ្លានឹងដើរមកផឹកទឹកខ្នាតនេះជាមិនខានពេលនោះក៏បានលេចរូបរាងសត្វខ្លាដំបងដ៏ធំមួយក្បាលដែលបានកំពុងតែដើរសម្ដៅមករកផឹកទឹកខ្នាតនោះពិតប្រាកដមែនចូលព្រៃប្រមាញ់សត្វរំមិនអស់ហើយមិនដែលបានជួបវាទេតាមពិតនៅទីនេះនៅមានវាដែរតើធំណាស់ក្រោយពេលដែលសត្វខ្លាដំបងដ៏ធំក្បាលនោះបានផឹកទឹកខ្នាតនោះរួចវាក៏ស្រាប់តែដេកនៅទីនោះតែម្ដងដែលរហូតដល់ទៅ2ទៅ3ម៉ោងឯណោះហើយក៏មិនព្រមចាក់ចេញពីទីនេះសោះបើវាមិនព្រមចេញពីទីនេះដូច្នេះធ្វើមិននឹងមានសត្វហ៊ានចូលមកផឹកទឹកទៅអ៊ំហើយបើដូច្នេះយើងប្រកាសជាមិនមានសត្វដើម្បីបាញ់នោះទេបន្តិចក្រោយមកក៏ស្រាប់តែសត្វខ្លានោះបានចាក់ចេញពីទីនោះហើយមើលទៅអាការៈរបស់វាក៏ដូចជាកំពុងតែខ្លាចនៅអ្វីមួយយ៉ាងដូចនេះឯងពេលនោះក៏ស្រាប់តែបានឮនៅសំឡេងហឹកខាក់ហាក់បីដូចជាមានវងសត្វកំពុងតែដើរមកទីនេះពេលដែលពួកគាត់សម្លឹងមើលទៅនោះទើបឃើញថាវាគឺជាហ្វូងជ្រូកព្រៃពុកធូអើយខ្ញុំមិនដែលឃើញហ្វូងជ្រូកព្រៃអីក៏ធំយ៉ាងនេះទេពេលដែលនាយមុតនិយាយរួចភ្លាមពេលនោះក៏ស្រាប់តែហ្វូងជ្រូកព្រៃនោះបានផ្អើលត្រឡប់ចាក់ចេញទៅវិញហាក់បីដូចជាបានដឹងនិងបានឮនៅអ្វីដែលគេបាននិយាយគ្នាដូចនេះឯងនៅពេលដែលអ៊ំលោកបានឃើញដូច្នេះគាត់ក៏ហាក់បីដូចជាបានដឹងនៅរឿងអ្វីមួយយ៉ាងតែពេលនោះគាត់ក៏មិននិយាយអ្វីនោះទេហើយក្រោយពីវងជ្រូកព្រៃនោះបានត្រឡប់ទៅវិញនោះឃើញថាសភាពនៅក្នុងព្រៃក៏ប្រែជាស្ងាត់ខុសពីធម្មតាហើយអ្វីដែលធ្វើឲ្យពួកគាត់កាន់តែចម្លែកនោះគឺថាពេលនោះមិនឃើញមានសត្វព្រៃមកផឹកទឹកខ្នាតនោះទៀតតតែសោះគឺថារហូតដល់ទៅ2-3ម៉ោងទៅហើយចម្លែកណាស់ហេតុអីក៏មិនឃើញមានសត្វមកផឹកទឹកខ្នាតនេះទៀតអញ្ចឹងមែនហើយអ៊ំឬមួយក៏អស់សត្វដែលវាត្រូវមកផឹកទឹកខ្នាតនេះហើយទេមិនអាចនោះទេនៅពេលដែលគាត់កំពុងតែនិយាយគ្នានោះក៏ស្រាប់តែពេលនោះមានបរិសុទ្ធ2នាក់បានដើរតម្រង់មកកាន់ពួកគាត់ហើយមើលទៅពួកគេក៏មានកំភ្លើងហាក់បីដូចជាព្រានព្រៃដូចនេះឯងតើអ្នកទាំងពីរមកចាំបាញ់សត្វនៅទឹកខ្នាតនេះធ្វើអីឥឡូវនៅទីនេះមិនមានសត្វឲ្យបាញ់នោះទេមែនហើយបើអ្នកទាំងពីរចង់បានសត្វនោះមកតាមខ្ញុំមកមុននេះខ្ញុំបានបាញ់សត្វបានច្រើនណាស់បើពួកខ្ញុំយកទៅផ្ទះក៏យកមិនអស់ដែរច្រើនណាស់គិតយ៉ាងមិនដែរអ៊ំឆាប់ចុះមកអ្នកទាំងពីរអ្នករបស់ពួកខ្ញុំក៏នៅមិនឆ្ងាយពីទីនេះប៉ុន្មានទេឯងនៅទីនេះមួយថ្ងៃហើយមានសំឡេងកំភ្លើងមួយគ្រាប់ដែរឬអត់
មិនអីនោះទេពួកខ្ញុំចាំបាញ់សត្វនៅទីនេះក៏បានដែរអ្នកទាំងពីរត្រឡប់ទៅវិញចុះ ក្រោយពីបានលឺអ៊ំលោកនិយាយដូចនេះបរិសទាំងពីរនាក់នោះគេក៏ប្រែទឹកមុខដូចជាមិនសប្បាយចិត្តនឹងពួកគាត់ហើយក៏នៅតែព្យាយាមនិយាយបញ្ចុះបញ្ចូលឲ្យទៅតាមពួកគេតែក្រោយពីបានឃើញពួកគាត់នៅតែបន្តបដិសេធនោះពួកគេក៏ថែមទាំងបានជេរប្រតិចទៅកាន់អ៊ំលោកនឹងនីមុតផងដែរក្រោយពីបានឃើញដូចនេះអ៊ំលោកក៏បានទាញកំភ្លើងតម្រង់ទៅពួកគេរួចក៏និយាយថាពួកអាខ្មោចព្រៃតែហងឯងទាំងពីរក្បាលនេះគិតស្មានតែអាចបោកអញបានមានទេក្រោយពីបានត្រូវ3គ្រាប់កំភ្លើងរបស់អ៊ំលោកខ្មោចព្រៃទាំងពីរនាក់នោះក៏បានចាក់ចេញទាំងកំហឹងប៉ុន្តែពួកវាក៏បានរត់គេចពីគ្រាប់កំភ្លើងរបស់អ៊ំលោកគឺនៅក្នុងសភាពវានឹងដីដូចជាសត្វដូចនេះឯងក្រោយពីបានបន្លឺសម្លេងកំភ្លើងផ្ទុះឡើងនៅកណ្ដាលយប់នៅកណ្ដាលព្រៃលើភ្នំអរ៉ាល់នោះសភាពសត្វនៅក្នុងព្រៃក៏ប្រែជាស្ងប់ស្ងាត់បន្តិចប៉ុន្តែនៅបន្តិចក្រោយមកក៏ស្រាប់តែមានមនុស្សម្នាក់បានដើរមកទៀតនៅពេលដែលគេម្នាក់នោះបានដើរមកជិតនោះទើបឃើញថាគាត់គឺជាមេភូមិមឿននោះឯងអ្នកទាំងពីរមកនៅត្រង់នេះទេអីខ្ញុំខំទៅតាមរកហើយដោយសារមុននេះបានឮសម្លេងកំភ្លើងទើបមករកអ្នកទាំងពីរឃើញនៅកន្លែងនេះសោះពេលយ៉ាងម៉េចទៅអ៊ំនៅក្នុងព្រៃនេះគ្រោះថ្នាក់ណាស់ចុះមកជួយទាញដៃខ្ញុំឡើងទៅលើផងខ្ញុំឡើងមិនរួចទេក្រោយពីបានជួបប្រទះនៅខ្មោចព្រៃទាំងពីរនោះរួចមកពេលនេះនីមុតគេក៏មានចិត្តសង្ស័យនិងមិនហ៊ាននិយាយអ្វីនោះទេទាំងដែលបរិសម្នាក់ដែលកំពុងតែឈរនៅមុខគេនោះរូបរាងជាលោកមេភូមិក៏ដោយពេលនោះអ៊ំលោកគាត់ក៏ស្រាប់តែនិយាយថាឆៃឯងហ៊ានចុះទៅយកគាត់មកលើដែរឬអត់គ្រាន់តែនីមុតបានឮដូច្នេះគេក៏មានចិត្តគិតឆ្ងល់និងស្រឡាំងកាំងជាខ្លាំងនៅពេលដែលអ៊ំលោកបាននិយាយមកកាន់គេដូច្នេះមានហើយឆៃឯងឆាប់ចុះមកជួយយកយើងឡើងទៅលើផងយើងឡើងមិនរួចទេដើមឈើនេះខ្ពស់ណាស់ពេលនោះក៏ស្រាប់តែមានវងជ្រូកព្រៃជាច្រើនក្បាលបានចេញមកនិងនាំគ្នារត់បំបុកដើមឈើដែលពួកគាត់ទាំងពីរកំពុងនៅនោះឃើញតាវាក៏ព្យាយាមរត់បំបុកដើមឈើនោះដើម្បីព្រួយរំលំដើមឈើធំនោះឯងចំណែកព្រានទាំងពីរដែលកំពុងតែនៅលើធ្នាក់នោះក៏មានការផិតភ័យយ៉ាងខ្លាំងនៅពេលដែលបានជួបហេតុការណ៍ដែលនឹកស្មានមិនដល់បែបនេះពេលនេះអ្នកទាំងពីរក៏បានព្យាយាមបាញ់ទៅកាន់វងជ្រូកព្រៃនោះខណៈពេលនេះសំឡេងកំភ្លើងក៏បានលាន់រំពងពេញតែព្រៃខណៈពេលដែលព្រានព្រៃទាំងពីរកំពុងតែព្យាយាមបាញ់ដោយមិនបានដកដៃនោះឡើយប៉ុន្តែជ្រូកព្រៃដ៏ច្រើននោះក៏មានសភាពចម្លែកដែលចេញមកកាន់តែច្រើនមិនចេះអស់តតែសោះលុះដល់ព្រឹកឡើងរឿងរ៉ាវដែលធ្វើឲ្យពួកគាត់កាន់តែចម្លែកនោះគឺថាពួកគាត់ស្រាប់តែមកដេកនៅខាងក្រោមដើមឈើធំមួយដែលមើលទៅបរិវេណជុំវិញព្រៃនេះគឺគាត់ដឹងថាគឺពួកគាត់មិនបានស្ថិតនៅក្នុងព្រៃដោយសន្និជ្រៅនោះទៀតទេ
គឺថាពេលនេះពួកគាត់គឺស្ថិតនៅខាងក្រៅព្រៃដែលនៅឯជើងភ្នំឯណេះហើយពេលដែលពួកគាត់បានត្រឡប់ទៅកាន់ភូមិរបស់ពួកគាត់វិញពួកគាត់ក៏បានរៀបរាប់រាល់ហេតុការណ៍ទាំងអស់ដែលពួកគាត់បានជួបនៅក្នុងព្រៃនោះទៅកាន់អ្នកភូមិរបស់គាត់ហើយរឿងមួយនេះក៏សូមបញ្ចប់តែត្រឹមនេះនៅក្នុងព្រៃលើភ្នំលាតសន្ធឹងដ៏វែងអន្លាយដែលស្ថិតនៅប្រទេសកម្ពុជាដែលសម្បូរទៅដោយដើមឈើតូចធំដុះស្កេស្កាសបង្កើតបានជាទិដ្ឋភាពដ៏ខៀវស្រងាត់លើភ្នំដែលគ្របដណ្ដប់ដោយព្រៃឈើដែលជាជម្រកសត្វព្រៃជាច្រើនប្រភេទនារដូវក្តៅដើមឈើមួយចំនួនក៏រុះរោយជ្រុះស្លឹកទៅតាមធម្មជាតិរបស់វាសំឡេងជន់ស្លឹកឈើងាប់ឬសូរសំឡេងកាត់ព្រៃនេះដែលជាសំឡេងនិមន្តរបស់ព្រះសង្ឃធុដងค์ដែលកំពុងតែនិមន្តមកក្នុងដែនព្រៃនេះដើម្បីស្វែងរកនៅទីស្ងប់ស្ងាត់បំពេញនៅកិច្ចធុដងค์និងផ្សាយមេត្តាធម៌ប្រោះសពសត្វលោកដែលត្រូវការវត្តមានរបស់ព្រះអង្គពិសេសនោះបើតែព្រះអង្គជាព្រះសង្ឃក៏ពិតមែនប៉ុន្តែព្រះអង្គក៏ចេះនៅវិជ្ជាមន្តអាគមដ៏ខ្លាំងពូកែផងដែរហើយវិជ្ជាទាំងអស់ដែលព្រះអង្គបានចេះព្រះអង្គក៏តែងតែយកវាទៅប្រើក្នុងផ្លូវល្អដែលជួយអ្នកភូមិទៅតាមតំបន់ដែលមានទុក្ខលំបាកដែលព្រះអង្គបានឆ្លងកាត់ជាពិសេសនោះគឺការពារខ្លួនរបស់ព្រះអង្គពេលដែលនិមន្តចូលទៅទុដងក្នុងព្រៃជ្រៅនោះក៏ព្រោះតែការព្រះអង្គនៅជាបាសកព្រះអង្គក៏ជាអ្នកចេះនៅរបៀនមន្តអាគមដ៏ខ្លាំងពូកែមុនព្រះអង្គបានបួសជាព្រះសង្ឃមកម្លេះហើយព្រះអង្គគឺមានព្រះនាមថាសេនហើយព្រះនាមរបស់ព្រះអង្គក៏ត្រូវបានល្បីពីមាត់មួយទៅមាត់មួយពីវិជ្ជាមន្តអាគមដ៏ខ្លាំងពូកែនិងតែងតែជួយអ្នកភូមិដែលត្រូវអំពើគេឬខ្មោចព្រាយចូលសន្ធិដ្ឋនោះគឺព្រះអង្គតែងតែជួយពួកគេនៅពេលដែលព្រះអង្គនិមន្តកាត់ពីភូមិមួយទៅភូមិមួយហើយអ្នកភូមិទាំងអស់នោះក៏តែងតែឮព្រះនាមរបស់ព្រះអង្គតគ្នាថាព្រះសង្ឃធុដងค์សេនហើយថ្ងៃនេះព្រះអង្គមិនបាននិមន្តដោយអង្គឯងនោះទេថ្ងៃនេះក៏មានក្មេងប្រុសកំពុងតែដើរតាមព្រះអង្គធ្វើកិច្ចធុដងค์ផងដែរដែលគេមានឈ្មោះថានេតដោយនៅថ្ងៃមួយពេលដែលព្រះអង្គនិមន្តកាត់ភូមិមួយក៏បានឃើញក្មេងមួយក្រុមកំពុងតែធ្វើបាបទៅកាន់គេដោយក្តីអាណិតព្រះអង្គក៏បានសួរនាំគេទៅដឹងថាគេជាក្មេងកំព្រារស់នៅស្នាក់អាស្រ័យក្នុងវត្តមួយក្នុងភូមិនេះហើយមូលហេតុដែលក្មេងទាំងអស់នោះមិនចូលចិត្តគេនឹងធ្វើបាបនិងរើសអើងគេជារៀងរាល់ថ្ងៃនោះក៏ព្រោះតែគេកើតជំងឺមួយយ៉ាងដែលគេហៅថាជំងឺខ្លងល្ពៅដោយក្តីអាណិតនិងមាននិស្ស័យព្រះអង្គក៏បានសូមព្រះចៅអធិការវត្តយកគេមកជាមួយហើយនេះគឺជាថ្ងៃទី2ដែលនេតបានដើរតាមព្រះអង្គបំពេញកិច្ចធុដងค์ផងដែរលោកតាការធ្វើទៅដងមានប្រយោជន៍ដល់ខ្ញុំកណាដែរទេបើខ្ញុំកណាមិនមែនជាអ្នកបួសផងនោះការដែលលះបង់នៅកិលេសកម្ចាត់បងនៅសេចក្តីចង់បាននៅអ្វីដែលមិនមែនជារបស់ខ្លួនការចូលទៅបដិបត្តិក្នុងព្រៃសមាធិលត់ដំផ្លូវចិត្តរឹងមាំនេះគឺជាការល្អមិនរើសតល់តែជាព្រះសង្ឃនោះទេកណាលោកតាបើអញ្ចឹងខ្ញុំកណានឹងខំប្រតិបត្តិតាមសង្ឃដីការបស់លោកតាបន្ទាប់ពីនិមន្តឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយនិងត្រូវឆ្លងកាត់ពីភូមិមួយទៅភូមិមួយពេលខ្លះព្រះអង្គក៏សឹងនៅតាមវត្តក្នុងភូមិទាំងនោះដែលព្រះអង្គបានឆ្លងកាត់នៅព្រឹកមួយព្រះអង្គក៏បាននិមន្តទៅដល់ភូមិមួយនិងបាននិមន្តបិណ្ឌបាតពីផ្ទះមួយទៅផ្ទះមួយហើយពេលនោះព្រះអង្គក៏បាននិមន្តទៅដល់ខាងមុខផ្ទះមួយដែលគាត់គឺជាព្រានលោកនោះឯង
តើព្រះអង្គនិមន្តមកពីណាដែលព្រះអង្គបានជាមកដល់ទីនេះព្រោះថាភូមិរបស់ខ្ញុំកណាមិនទាន់មានវត្តនោះទេអាត្មាជាសង្ឃធ្វើបដិបត្តិធម៌បំពេញកិច្ចទុដងហើយក៏បាននិមន្តឆ្លងកាត់នៅភូមិនេះដើម្បីបិណ្ឌបាតចង្ហាន់ណាញោមអូខ្ញុំកណាពិតជាមានសេចក្តីជ្រះថ្លាណាស់ដែលបានជួបព្រះអង្គតើព្រះអង្គនឹងនិមន្តទៅណាបន្តទៀតទៅព្រះអង្គបើសិនជាអាចសូមព្រះអង្គមេត្តាគង់នៅភូមិរបស់ខ្ញុំកណាសិនទៅនឹងបានឲ្យអ្នកភូមិខ្ញុំកណាបានធ្វើបុណ្យផងហើយខ្ញុំកណានិងអ្នកភូមិនឹងរៀបចំកន្លែងឲ្យព្រះអង្គគង់នៅបានសមរម្យចម្រើនពរញោមអាត្មាជាសង្ឃទុដងនិមន្តរកកន្លែងស្ងប់ស្ងាត់ដើម្បីបដិបត្តិធម៌បំពេញនូវកិច្ចទុដងដូច្នេះអាត្មាគិតថានឹងនិមន្តឡើងទៅលើភ្នំអូរ៉ាល់នេះព្រោះជាកន្លែងដែលសម្បូរព្រៃធំនិងជាកន្លែងស្ងប់ស្ងាត់ស័ក្តិសមនឹងសង្ឃទុដងដូចជាអាត្មាមិនកើតទេព្រះអង្គបើសិនជាព្រះអង្គចូលទៅក្នុងព្រៃជ្រៅនោះច្បាស់ជាមានគ្រោះថ្នាក់ព្រោះថាទីនោះគឺមានព្រៃជ្រូកព្រៃដែលវាកាចសាហាវខ្លាំងណាស់ពិតមែនហើយព្រះអង្គកុំនិមន្តទៅទីនោះអីគ្រោះថ្នាក់ណាស់ហើយនេះព្រះអង្គមិនមែនមកតែអង្គឯងនោះទេចម្រើនពរញោមអាត្មាភាពសូមអរគុណចំពោះការប្រាប់ដំណឹងរបស់ញោមអាត្មាបដិបត្តិទុដងគឺស្វែងរកផ្លូវកម្ចាត់កិលេសហើយកិលេសធំជាងគេនោះគឺការខ្លាចនៅសេចក្តីស្លាប់នេះឯងសត្វលោកទាំងឡាយគឺពោពេញទៅដោយគ្រោះថ្នាក់និងទុក្ខទោសដូច្នេះទោះបីជានៅទីនោះមានព្រាយជ្រូកព្រៃដ៏កាចសាហាវចង់ធ្វើបាបនិងសម្លាប់មកកាន់អាត្មាភាពពិតមែនក៏អាត្មាមិនមានសេចក្តីភ័យខ្លាចនិងរាថយក្នុងការធ្វើដំណើរទៅបដិបត្តិធម៌នោះទេមិនបាច់បារម្ភពីខ្ញុំទេអ៊ំពូមីងនៅជាមួយលោកតាសេនមិនមានអ្វីធ្វើឲ្យខ្ញុំគ្រោះថ្នាក់ឡើយក្រោយពីបានឮបែបនេះទើបធ្វើឲ្យពួកគាត់ដឹងថាព្រះសង្ឃដែលកំពុងតែឈរនៅមុខរបស់ពួកគាត់នេះគឺជាព្រះសង្ឃទុដងសេនដែលមានឈ្មោះល្បីពីមាត់មួយទៅមាត់មួយត្បិតថាពួកគាត់ក៏ទើបតែបានឃើញព្រះភ័ក្ត្រព្រះអង្គលើកទី1តែប៉ុណ្ណោះហើយដោយមិនអាចហាមព្រះអង្គបានពួកអ្នកភូមិក៏ព្រមឲ្យព្រះអង្គនិមន្តធ្វើដំណើរទៅមុខទៀតដោយសេចក្តីព្រួយបារម្ភចៅនេនតើឯងភ័យខ្លាចទេក្រោយដឹងដំណឹងថានៅផ្លូវខាងមុខមានគ្រោះថ្នាក់នោះអត់ទេលោកតាខ្ញុំកណាតែងតែហាត់ពុតលត់ដំចិត្តនិងប្រតិបត្តិទៅតាមដំបូន្មានរបស់លោកតាជានិច្ចជាក្មេងប្រុសម្នាក់ដែលកំព្រីរស់នៅអាស្រ័យបាយវត្តនិងមានជំងឺឃ្លងល្ពៅជាប់នឹងខ្លួនផងនោះពេលនេះក៏ក្លាយជាក្មេងប្រុសដំបងដែលបានធ្វើដំណើរតាមព្រះសង្ឃចំណាស់ម្នាក់ទៅធ្វើកិច្ចទុដងហើយព្រះសង្ឃចំណាស់អង្គនេះក៏ជាព្រះសង្ឃដែលស្គាល់សពអស់នៅរុក្ខជាតិដែលអាចធ្វើជាថ្នាំបុរាណដើម្បីព្យាបាលជំងឺឃ្លងល្ពៅរបស់ចៅនេតផងដែរបន្ទាប់ពីធ្វើដំណើរតាមលោកតាសេនចាក់ឆ្ងាយចេញពីភូមិនោះនិងចូលទៅក្នុងព្រៃភ្នំអូរ៉ាល់និងសម្រាកពីតំបន់ជ័យព្រៃរហូតដល់តំបន់ព្រៃជ្រៅទៅតាមពន្លឺព្រះអាទិត្យរះនិងលិចដោយធម្មតានៅថ្ងៃមួយការនិមន្តរបស់ព្រះអង្គក៏បានចូលទៅដល់តំបន់ព្រៃជ្រៅដែលមានដើមឈើតូចធំដុះស្កេកស្កាស់និងសម្បីតែពន្លឺព្រះអាទិត្យក៏ចាំងជះតាមប្រឡោះនៃមែកឈើបានតែបន្តិចបន្តួចតែប៉ុណ្ណោះដែលជាហេតុធ្វើឲ្យតំបន់នេះក៏មានសភាពត្រជាក់ជាខ្លាំងដោយមើលទៅកន្លែងនេះក៏ជាកន្លែងសមគួរដែលអាចគង់នៅសមាធិបដិបត្តិធម៌ដោយភាពស្ងប់ស្ងាត់នោះព្រះអង្គក៏ឲ្យចៅនេតបោះក្លោះសម្រាកនៅក្រោមដើមឈើធំមួយចៅនេតក៏បានបង្កាត់ភ្លើងដើម្បីបំភ្លឺនិងដើម្បីដាំទឹកក្តៅដូចជាធម្មតាមុននឹងគេធ្វើសមាធិពេលល្ងាចព្រះអាទិត្យក៏ចាប់ផ្ដើមរៀបលិចហើយសភាពនៅក្នុងព្រៃក៏បានឮសំឡេងសត្វព្រៃយំចម្លែកប្រណាំងគ្នារំពងពេញតែព្រៃនោះហើយពេលនោះលោកតាសេនក៏បានឃើញមានបុរសចំណាស់ម្នាក់បានដើរសម្ដៅមករកព្រះអង្គក្រាបថ្វាយបង្គំគុណម្ចាស់ខ្ញុំកណាជាអ្នករស់ជ្រកនៅតំបន់ព្រៃនេះចម្រើនពរញោមតើញោមមកមានការអ្វីជាមួយអាត្មាមែនទេបានជាមកទាំងថ្មើរនេះនោះគ្រាន់តែបានឮសង្ឃដីការបស់លោកតាសេនចៅនេតគេក៏មានចិត្តគិតឆ្ងល់ជាខ្លាំងព្រោះតែគេមិនឃើញមានអ្នកណាដែលកំពុងតែនិយាយជាមួយព្រះអង្គនោះទេគឺថាឃើញព្រះអង្គមានសង្ឃដីកាតែអង្គឯងតែប៉ុណ្ណោះរឿងហេតុគឺថានៅមិនឆ្ងាយពីទីនេះប៉ុន្មានគឺមានទឹកខ្នាយដែលជាតំបន់សពសត្វមកអាស្រ័យហើយក៏មានព្រាយជុកព្រៃមួយក្បាលដ៏កាចសាហាវផងដែរវាមានអំណាចខ្លាំងណាស់ព្រះអង្គមិនគួរគង់នៅទីនេះបន្តនោះទេគួរតែប្រញាប់និមន្តចេញពីទីនេះទៅមិនអីទេញោមមុននឹងអាត្មាមកដល់ទីនេះគឺមានអ្នកភូមិគេបានប្រាប់រឿងរ៉ាវមកកាន់អាត្មាអស់ទៅហើយពិតជាប្រសើរណាស់តាមពិតទៅអ្នកដែលបានជួបនឹងព្រាយជុកព្រៃនោះមិនមានអ្នកណារួចជីវិតត្រឡប់ទៅវិញឡើយបើព្រះអង្គថាមានគេប្រាប់ព្រះអង្គនោះ
គឺមានតែមនុស្សពីរនាក់ដែលខ្ញុំកណាបានជួយនោះឯងដែលបានដឹងពីរឿងរ៉ាវនេះហើយនេះក៏ព្រោះតែអាយុរបស់ពួកគេមិនទាន់អស់តែប៉ុណ្ណោះ ក្រោយពីបានស្ដាប់សង្ឃដីការបស់ព្រះអង្គរួចបុរសចំណាស់ម្នាក់នោះក៏បានចាក់ចេញពីទីនេះទៅហើយគាត់គឺជាអ្នកតាថែរក្សានៅតំបន់ព្រៃនេះ ហេតុអីក៏លោកតាមានសង្ឃដីកាដែលអង្គឯងបែបនេះខ្ញុំកណាមើលមិនឃើញថាមានអ្នកណានៅទីនេះសោះ ពេលនោះលោកតាសេនក៏មិនមានសង្ឃដីកាឆ្លើយតបទៅនឹងសំណួររបស់ចៅនេតនោះទេព្រះអង្គក៏បានប្រាប់ទៅចៅនេតឲ្យចាប់ផ្ដើមសមាធិដូចជាធម្មតា យប់នេះមិនថាមានរឿងអ្វីឬឃើញអ្វីក៏ដោយឯងត្រូវតែនៅក្នុងរង្វង់ខ្លះនេះនិងមិនត្រូវចេញក្រៅដាច់ខាតតាំងចិត្តឲ្យស្ងប់និងរំលឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងធ្វើចិត្តឲ្យនឹងនោះ ពេលយប់ក៏បានមកដល់រាត្រីរំលងអាត្រាតដែលមានព្រះខែរះពេញវងចំពីលើលោកតាសេនកំពុងបដិបត្តិភាវនាធម៌នៅក្រោមដើមឈើធំកណ្ដាលព្រៃលើភ្នំអរ៉ាល់ដែលមានសភាពត្រជាក់និងមានផ្សែងអាប់ប្រសាទពេញតែព្រៃខណៈពេលនោះចៅនេតក៏បានដេកលង់លក់នៅក្នុងខ្លោះដែលសល់តែព្រះអង្គនៅតែបន្តសមាធិដោយភាពស្ងៀមស្ងាត់ មិនយូរប៉ុន្មានក៏មានសម្លេងសម្រាប់ជើងមនុស្សដើរសម្ដៅមករកព្រះអង្គដោយទម្ងន់ជើងជន់ដីធ្ងន់ធ្ងរហើយក្លិនដែលរសាត់មកតាមខ្យល់ក៏មានសភាពស្អុយអាសោចបន្តិចក្រោយមកក៏លេចចេញនៅរូបរាងមនុស្សមាឌធំសម្បុរខ្មៅដែលមានច្រមុះធំនិងចៃទាំងពីរសស្ញាតយ៉ាងវែងនៅនឹងមាត់ដែលមើលទៅក៏ដូចជាមនុស្សពាក់កណ្ដាលជ្រូកពាក់កណ្ដាលដូចនេះឯង ជាសង្ឃមកពីណាបានឈាននៅកន្លែងនេះយើងមិនខ្វល់តែឯងជាសង្ឃឬក៏ជាអ្នកណានោះទេយប់នេះឯងគឺជាចំណៃយើងហើយ នៅខណៈពេលនោះព្រះអង្គក៏មិនបានមានសង្ឃដីកាអ្វីនោះទេហើយបន្តិចក្រោយមកក៏ស្រាប់តែមានវងជ្រូកព្រៃមួយវងបានរត់សម្ដៅចូលមកបុកព្រះអង្គតែម្ដងតែពេលនោះក៏ស្រាប់តែមានពន្លឺចេញពីខ្លោះរបស់ព្រះអង្គហើយជ្រូកទាំងអស់នោះក៏ស្រាប់តែខ្ទាតប៉ាងចេញហើយរលាយបាត់ទាំងអស់តែម្ដង ឈប់ទៅញោមតើញោមនៅបន្តសាងអំពើអាក្រក់ដល់ពេលណាទៀតការសាងអំពើអាក្រក់ដោយសម្លាប់ជីវិតអ្នកដទៃបែបនេះញោមនឹងវិលវល់ក្នុងវាលវត្តសង្សារដ៏សែនអាក្រក់គ្មានថ្ងៃងើបរួចឡើយ ដោយឃើញថាព្រាយជ្រូកព្រៃនេះមិនព្រមបញ្ឈប់ព្រះអង្គក៏បានលើកដៃប្រណម្យសូត្រនៅមុនអ្វីម្យ៉ាងធ្វើឲ្យព្រាយជ្រូកព្រៃនោះឆេះរលាលពេញតែខ្លួនប្រាណស្រែកដឹកដីឈឺចាប់ហើយពេលនោះក៏មានចំណងចងរត់ព្រាយជ្រូកព្រៃនោះធ្វើឲ្យព្រាយជ្រូកព្រៃនោះកាន់តែឈឺចាប់និងស្រែករំពងពេញតែព្រៃបន្ទាប់មកក៏ព្រមចុះចាញ់និងលះបង់ចិត្តគំនិតដែលចង់ស៊ីសាច់របស់ព្រះសង្ឃហើយគេក៏បានសន្យានឹងព្រះអង្គថានឹងធ្វើអ្វីគ្រប់យ៉ាងឲ្យតែព្រះអង្គព្រមដោះលែងជីវិតរបស់គេ អាត្មាមិនចង់បានអ្វីពីញោមនោះទេគឺសូមត្រឹមតែញោមឈប់បន្តសាងអំពើបាបដោយការយាយីនិងសម្លាប់ជីវិតអ្នកដទៃទៀតទៅញោមនឹងធូរស្រាលនៅកម្មផលបានខ្លះពេលដែលបានស្ដាប់សង្ឃដីកាលោកតាសេនរួចព្រាយជ្រូកព្រៃនោះក៏បានស្ម័គ្រចិត្តស្ម័គ្រកាយតាមបម្រើការពារព្រះអង្គធ្វើដំណើរនិមន្តទៅទុដងចាប់ពីពេលនេះទៅដើម្បីលុបលាងនៅបាបកម្មដែលគេបានសាងកន្លងមកពេលនោះលោកតាសេនព្រះអង្គក៏មិនបានប្រកែកអ្វីនោះទេហើយស្រាប់តែរំពេចនោះ ព្រាយជ្រូកព្រៃក៏ស្រាប់តែរលាយបាត់ហើយខ្លាចជាចែកជ្រូកព្រៃយ៉ាងវែងនៅពីមុខព្រះភ័ក្ត្ររបស់ព្រះអង្គហើយព្រះអង្គក៏បានយកចែកជ្រូកព្រៃនោះធ្វើជាបន្តោងខ្សែកឲ្យចនេតពាក់នៅនឹងករបស់គេចាប់តាំងពីថ្ងៃនោះរហូតមកហើយបន្ទាប់ពីជួបរឿងហេតុនេះរួចមកព្រះអង្គក៏បន្តគង់នៅព្រៃនេះជាច្រើនថ្ងៃបន្តដើម្បីបដិបត្តិធម៌និងផ្សព្វផ្សាយមេត្តាធម៌ដល់ព្រលឹងទាំងអស់ដែលតែតោលនៅក្នុងព្រៃនេះហើយបន្ទាប់ពីគង់បដិបត្តិធម៌នៅលើភ្នំអរ៉ាល់នេះ អស់ជាច្រើនថ្ងៃព្រះអង្គក៏បានបន្តនិមន្តចុះពីលើភ្នំនេះទៅខាងមុខជាបន្តទៀតជាមួយនឹងចៅនេនរហូតដល់ថ្ងៃមួយព្រះអង្គក៏និមន្តទៅដល់កន្លែងមួយដែលមើលទៅក៏ដូចជាកន្លែងដែលជាផ្លូវដែលធ្លាប់មានមនុស្សម្នាឆ្លងកាត់នៅពេលដែលព្រះអង្គកំពុងតែនិមន្តកាត់នៅទីនោះ
បន្តិចនោះក៏ស្រាប់តែព្រះអង្គឈប់នៅមួយកន្លែងហាក់បីដូចជាបានទទួលដឹងនៅរឿងអ្វីម្យ៉ាងពេលនេះលោកតាសេនហាក់បីដូចជាទទួលបាននៅអារម្មណ៍អ្វីម្យ៉ាងហាក់បីដូចជាមានអ្វីមកហាមមិនឲ្យព្រះអង្គនិមន្តបន្តទៅមុខទៀតដូច្នេះឯង មានរឿងអីលោកតាបានជាឈប់និមន្តទៅមុខ ពេលនោះព្រះអង្គក៏បានឲ្យចៅនេតរៀបចំកន្លែងដើម្បីបោះខ្លោះគង់នៅទីនេះតែម្ដងដោយមិននិមន្តបន្តទៅមុខទៀតនោះទេចំណែកចៅនេតគេក៏ធ្វើតាមសង្ឃដីការបស់ព្រះអង្គទាំងចិត្តងឿងឆ្ងល់ជាខ្លាំងពេលដែលចៅនេតគេកំពុងតែបង្កាត់ភ្លើងដាំទឹកថ្នាំដែលមានដាក់នៅរុក្ខជាតិដែលជាថ្នាំរបស់លោកតាសេនព្រះអង្គឆាន់ជាប្រចាំនោះពេលនោះក៏ស្រាប់តែមានមនុស្សមួយក្រុមកំពុងតែដើរកាត់នៅទីនេះដោយខ្លះមានលីកំបិតផ្គាក់និងជាប់នៅលើស្មាទៀតផងខ្ញុំកណាទាំងអស់គ្នាសូមក្រាបថ្វាយបង្គំព្រះតេជគុណចម្រើនពរញោមតើព្រះអង្គជាព្រះសង្ឃទុដងមែនទេបានជានិមន្តមកដល់ទីនេះពិតមែនហើយញោមអាត្មានិមន្តទុដងផ្លូវឆ្ងាយអស់កម្លាំងក៏គង់សម្រាប់នៅទីនេះតែម្ដងទៅញោមមិនកើតទេព្រះអង្គសូមព្រះអង្គនិមន្តទៅតាមពួកខ្ញុំកណាទៅព្រោះថាភូមិរបស់ពួកខ្ញុំកណានៅមិនឆ្ងាយពីទីនេះប៉ុន្មានទេតើមានរឿងអ្វីមានទេញោមមើលទៅទឹកមុខញោមទាំងអស់គ្នាហាក់បីដូចជាមានរឿងអ្វីចង់ប្រាប់មកកាន់អាត្មាពេលនោះពួកគាត់ក៏បានរៀបរាប់ប្រាប់រឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិរបស់គាត់ពីដំបូងភូមិរបស់គាត់ជាភូមិតូចមួយដែលរស់នៅមានសុខសុវត្ថិភាពធម្មតានោះទេគឺថាមិនដែលមានរឿងអ្វីកើតឡើងចម្លែកទាល់តែសោះប៉ុន្តែនៅថ្ងៃមួយក៏ស្រាប់តែមានមនុស្សប្រុសស្រីចំណាស់2នាក់បានមកសុំរស់នៅក្នុងភូមិរបស់ពួកយើងប៉ុន្តែដោយមើលទៅមនុស្សចំណាស់ទាំង2នាក់នេះពួកយើងមានអារម្មណ៍មិនសូវល្អនោះទេពេលនោះពួកយើងក៏មិនព្រមឲ្យគេរស់នៅក្នុងភូមិយើងនោះទេហើយចាប់តាំងពីថ្ងៃនោះមកភូមិយើងក៏ស្រាប់តែមានជំងឺស្លាប់អស់អ្នកភូមិជាបន្តបន្ទាប់ពីដំបូងពួកយើងគិតថាវាគឺជាជំងឺអាសន្នរោគប៉ុន្តែយូរៗទៅក៏មានអ្នកភូមិស្លាប់តគ្នានៅក្នុងព្រៃនេះក្បែរភូមិរបស់ពួកយើងមិនថាអ្នកមកពីឆ្ងាយឬអ្នករស់នៅភូមិនេះក៏ដោយឲ្យតែឆ្លងកាត់ព្រៃនេះនៅពេលយប់គឺតែងតែបាត់បង់ជីវិតរហូតហើយដោយសារតែបែបនេះទើបពួកខ្ញុំកណាបានសង្ស័យទៅលើរឿងអំពើអាបធ្មប់គឺសង្ស័យទៅលើមនុស្សចំណាស់2នាក់នោះតែម្ដងហើយខ្ញុំកណាក៏បានអញ្ជើញគ្រូអាគមមកជួយភូមិខ្ញុំកណាដែរប៉ុន្តែគ្រូទាំងអស់នោះភាគច្រើនបានតែ3ថ្ងៃបន្ទាប់ពីមកដល់ភូមិពួកខ្ញុំកណាហើយត្រឡប់ទៅវិញគឺពួកគាត់ឮថាស្លាប់ទាំងអស់មែនហើយព្រះអង្គគ្រូទាំងអស់នោះថានេះគឺជាស្នាដៃរបស់ធ្មប់ព្រៃហើយពួកវារស់នៅកំបាំងក្នុងព្រៃនេះឯងពួកខ្ញុំកណាតែងតែដើរជាក្រុមនិងមិនហ៊ាននៅទីនេះដល់យប់នោះទេសូមព្រះអង្គនិមន្តចូលទៅក្នុងភូមិខ្ញុំកណាទៅនៅទីនេះគ្រោះថ្នាក់ណាស់ចម្រើនពរញោមជីវិតរបស់សត្វលោកទាំងឡាយគឺពោពេញទៅដោយគ្រោះថ្នាក់និងទុក្ខទោសអាត្មានិមន្តទៅដងនេះគឺដើម្បីជួយសង្គ្រោះសត្វលោកដែលកំពុងតែដើរផ្លូវខុសនោះឯងអាចថាធ្មប់ទាំងពីរនេះគេក៏កំពុងតែរងទុក្ខវេទនាដោយមុនអំពើខ្មៅនេះហើយអាចថាធ្មប់ទាំងពីរនោះកំពុងតែត្រូវការអាត្មាជួយសង្គ្រោះគេក៏ថាបានក្រោយពីបានស្ដាប់នៅសង្ឃដីការបស់ព្រះអង្គដូច្នេះអ្នកភូមិទាំងអស់នោះក៏ព្រមចាក់ចេញពីព្រៃនេះដោយក្តីព្រួយបារម្ភថ្ងៃនោះចៅនេតគេក៏បានរៀបចំដាំទឹកថ្នាំប្រគេនព្រះសង្ឃសេងដូចជាធម្មតាព្រោះថាព្រះសង្ឃទុដងគឺឆាន់ចង្ហាន់មួយថ្ងៃតែមួយដងតែប៉ុណ្ណោះហើយក្រៅពីនោះព្រះអង្គតែងតែឆាន់ទឹកថ្នាំដែលមានដើមរុក្ខជាតិជាថ្នាំផ្សំដោយព្រះអង្គផ្ទាល់ហើយចៅនេតគេក៏តែងតែមើលសៀវភៅធម៌និងអានក្នុងចិត្តមុននឹងគេធ្វើសមាធិពេលល្ងាចមិនយូរប៉ុន្មានពេលយប់ក៏បានមកដល់នៅក្នុងព្រៃងងឹតមានសំឡេងសត្វព្រៃយំពេលយប់ដូចជាធម្មតាហើយនៅពេលនោះពន្លឺព្រះខែជះពន្លឺមកក្នុងព្រៃបូករួមនឹងពន្លឺនៃភ្លើងដែលបានដុតបំភ្លឺផងនោះក៏ឃើញថាលោកតាសេនក៏នៅតែបន្តសមាធិដូចជាធម្មតាចំណែកចៅនេតយប់នេះគេក៏មិនព្រមដេកនោះទេ
ហើយគេក៏នៅតែបន្តសមាធិជាមួយលោកតាសេនទោះបីជាពេលនេះយប់ជ្រៅក៏ដោយក៏គេនៅតែបន្តបិទភ្នែកសមាធិកាត់បន្ថយនូវសេចក្តីភ័យខ្លាចទាំងដែលពេលនោះខ្យល់ត្រជាក់នៅក្នុងព្រៃក៏ចាប់ផ្ដើមធ្លាក់រសាត់មកប៉ះខ្លួនរបស់គេបូករួមនឹងសំឡេងដើមឈើយល់យកបង្កើតបានជាសំឡេងគួរឲ្យខ្លាចនៅពេលដែលចៅណេតកំពុងតែស្មឹកស្មាតចង់អារម្មណ៍សមាធិនោះក៏ស្រាប់តែពេលនោះខ្យល់ដែលបក់មកប៉ះនឹងច្រមុះរបស់គេក៏មានក្លិនស្អុយបក់មកតាមដែលពិបាកពណ៌នាថាជាក្លិនអ្វីប៉ុន្តែទោះបីជាក្លិននោះស្អុយខ្លាំងយ៉ាងណាក៏គេមិនព្រមបើកភ្នែកនៅតែបន្តសមាធិតែស្របគ្នាជាមួយពេលនោះគេក៏បានឮសំឡេងសម្រាប់ជើងដូចជាមានសត្វអ្វីកំពុងតែដើរមករកគេហើយដោយហេតុតែក្លិនស្អុយនោះកាន់តែខ្លាំងណេតក៏បានបើកភ្នែកមើលទៅឃើញថាមានសត្វឆ្កែមួយវងសម្បុរខ្មៅដែលមានភ្នែកក្រហមនិងស្បែករលេះរលួយគួរឲ្យខ្លាចកុំមានសេចក្តីភ័យខ្លាចអីបន្តសមាធិហើយតាំងចិត្តឲ្យស្ងប់និងមិនត្រូវចាកចេញពីខ្លោះនេះដាច់ខាតក្រោយពីបានឮសង្ឃដីការបស់លោកតាសេនដូច្នេះគេក៏បានបិទភ្នែកសមាធិបន្តដែលពេលនោះសត្វឆ្កែទាំងអស់នោះក៏បានព្រុសបូករួមនឹងសំឡេងលូរបស់វាគួរឲ្យខ្លាចនិងរំខានដល់ការសមាធិរបស់គេពេលនេះរឿងរ៉ាវដែលគួរឲ្យភ្ញាក់ផ្អើលក៏បានកើតឡើងខ្សែកដែលពាក់នឹងករបស់ចៅណេតក៏ចាប់ផ្ដើមចេញពន្លឺហើយពេលនោះក៏លេចចេញនៅព្រាយជុកព្រៃចេញមកហើយវត្តមានរបស់ព្រាយជុកព្រៃក៏លេចចេញមកដើម្បីការពារលោកតាសេននិងចៅណេតនោះឯងរំពេចនោះការប្រយុទ្ធរវាងពីរជុកព្រៃជាមួយនឹងសត្វឆ្កែខ្មៅរបស់ធ្មប់នោះក៏បានកើតឡើងដោយឆ្កែទាំងអស់នោះក៏ត្រូវបានព្រាយជុកព្រៃចាប់បោកនិងក្រវីក្រវាត់រហូតពួកវារលាយស្លាប់ទាំងអស់តែម្ដងក្រោយពីបានឃើញថាឆ្កែខ្មៅទាំងនោះមិនអាចធ្វើអ្វីបាននោះធ្មប់ប្រុសនោះក៏បានបញ្ជានៅសត្វអាគមរបស់គេដែលជាសត្វក្របីមានសម្បុរខ្មៅហើយមានស្នែង4ភ្នែកក្រហមមើលទៅក៏ដូចជាសត្វបេសាយដូចនេះឯងព្រះអង្គខ្ញុំកណាទ្រាំលេងបានហើយព្រះអង្គឈប់ទៅញោមតើញោមនៅតែបន្តសាងបាបដោយសម្លាប់ជីវិតអ្នកដទៃដល់ពេលណាទៀតបើញោមមិនព្រមបញ្ឈប់នឹងងាកមកសាងអំពើល្អនោះទេនោះញោមនឹងបន្តទទួលនៅផលកម្មនិងរងទុក្ខក្នុងវិវត្តសង្សារនេះគ្មានថ្ងៃបញ្ចប់ឡើយដោយឃើញនៅភាពកាចសាហាវនិងមិនព្រមកែប្រែរបស់ធ្មប់ព្រៃទាំងពីរនាក់នោះព្រះអង្គក៏បានលើកដៃប្រណម្យនិងសូត្រនៅបាលីគាថារបស់ព្រះអង្គស្រាប់តែពេលនោះក៏មានខ្សែចងរឹតធ្មប់ទាំងពីរនោះថែមទាំងមានភ្លើងឆេះរោលពេញប្រាណធ្វើឲ្យធ្មប់ទាំងពីរនោះស្រែកពោពេញដោយការឈឺចាប់ហើយរឿងព្រះសង្ឃទុដងកំចាត់ធ្មប់ព្រៃក៏សូមបញ្ចប់តែត្រឹមនេះហើយបើសិនជាការនិយាយរបស់ខ្ញុំបាទមានការខុសទាស់ចំពោះព្រះសង្ឃក៏សូមមេត្តាអធ្យាស្រ័យលើរូបខ្ញុំបាទផងខ្ញុំបាទ
សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនៅតែគាំទ្រនិងបានឧបត្ថម្ភដល់ការផលិតវីដេអូរបស់ពួកយើងហើយបើសិនជាមានការនិយាយខុសទាស់នៅក្នុងវីដេអូនេះនិងការបញ្ចូលសំឡេងមិនពីរោះក៏សូមបងប្អូនមេត្តាអធិស្ឋានដល់រូបខ្ញុំបាទផងជាចុងក្រោយខ្ញុំបាទសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទដល់ចប់និងនៅតែបន្តគាំទ្រនៅប្រភេទរឿង 3D របស់ខ្មែរនិងផលិតដោយកូនខ្មែរជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារសូមអរគុណ